ជំរាបសួរបងប្អូនសិក្សានុសិស្សថ្នាក់ទី7ជាទីមេត្រីថ្ងៃនេះយើងបន្តសិក្សាមេរៀនរូបវិទ្យាជំពូកទី2ស្ដីអំពីការបញ្ជូនកម្ដៅមេរៀនទី1ស្ដីអំពីការចម្លងកម្ដៅចូលសង្កេតមើលបាតុភូតមួយប្រសិនបើអ្នកដាំទឹកក្នុងឆ្នាំងមួយកម្ដៅត្រូវបានបញ្ជូនពីចង្ក្រានទៅឆ្នាំងបន្ទាប់មកឆ្នាំងបញ្ជូនកម្ដៅបន្តទៅឲ្យទឹកដូច្នេះកម្ដៅត្រូវបានបញ្ជូនពីអង្គធាតុក្ដៅទៅអង្គធាតុត្រជាក់ឬពីមជ្ឈដ្ឋានដែលមានសីតុណ្ហភាពខ្ពស់ទៅមជ្ឈដ្ឋានដែលមានសីតុណ្ហភាពទាបការបញ្ជូនកម្ដៅពីអង្គធាតុមួយទៅអង្គធាតុមួយទៀតឬពីមជ្ឈដ្ឋានមួយទៅមជ្ឈដ្ឋានមួយទៀតប្រព្រឹត្តទៅដោយចលនាការ3យ៉ាងគឺការចម្លងកម្ដៅចរន្តវិលវល់និងការបញ្ចេញរស្មីនៅក្នុងមេរៀននេះយើងនឹងសិក្សាអំពីការចម្លងកម្ដៅក្រោយពីបញ្ចប់មេរៀននេះបងប្អូនអាចឲ្យនិយមន័យការចម្លងកម្ដៅនៃអង្គធាតុរឹងរាវនិងឧស្ម័នប្រើប្រាស់អង្គធាតុចម្លងកម្ដៅនិងអ៊ីសូឡង់កម្ដៅមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់អង្គធាតុចម្លងកម្ដៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ 1. ការចម្លងកម្ដៅ 1.1 ការចម្លងកម្ដៅនៃអង្គធាតុរឹងតើអ្នកធ្លាប់កាន់ស្លាបព្រាឬវែកធ្វើអំពីដែកឬស្ពាន់កូរសម្លក្នុងឆ្នាំងកំពុងក្ដៅដែរឬទេតើអ្នកមានអារម្មណ៍ដូចម្ដេចនៅត្រង់ដៃរបស់អ្នកប្រាកដណាស់អ្នកមានអារម្មណ៍ថាក្ដៅសឹងតែរលាកដៃដោយសារកម្ដៅត្រូវបានបញ្ជូនពីចុងម្ខាងនៃស្លាបព្រាឬវែកទៅកាន់ចុងម្ខាងទៀតដូច្នេះការចម្លងកម្ដៅគឺជាការបញ្ជូនកម្ដៅដោយផ្ទាល់នៃអង្គធាតុពីចំណុចដែលមានសីតុណ្ហភាពខ្ពស់ទៅចំណុចមួយទៀតដែលមានសីតុណ្ហភាពទាប 1.2 លក្ខណៈចម្លងកម្ដៅនៃអង្គធាតុរឹងអង្គធាតុទាំងអស់ចម្លងកម្ដៅមិនដូចគ្នាទេអង្គធាតុខ្លះចម្លងកម្ដៅបានល្អដូចជាប្រាក់ទង់ដែងមាសអាលុយមីញ៉ូមដែកសំណជាដើមអង្គធាតុខ្លះទៀតមិនសូវចម្លងកម្ដៅនោះទេមានដូចជាអ៊ីយ៉ូតស្ពាន់ធរស៊ីលីស្យូមកាបូនជាដើមឬអង្គធាតុខ្លះទៀតស្ទើរតែមិនចម្លងកម្ដៅសោះគេហៅថាអ៊ីសូឡង់កម្ដៅមានដូចជាស្ទីរ៉ូហ្វូមសំឡីស្នោផ្លាស្ទិកឈើកែវជាដើម 1.3 ការប្រើប្រាស់អង្គធាតុចម្លងកម្ដៅនិងអ៊ីសូឡង់កម្ដៅអង្គធាតុចម្លងកម្ដៅបានល្អត្រូវបានយកទៅប្រើធ្វើជាឆ្នាំងខ្ទះកំសៀវទឹកជាដើមព្រោះវាចម្លងកម្ដៅបានឆាប់រហ័សនិងមានតម្លៃថោកចំណែកអង្គធាតុមិនសូវចម្លងកម្ដៅត្រូវបានយកទៅប្រើធ្វើជាទ្រនាប់ដៃឆ្នាំងទ្រនាប់កំសៀវទ្រនាប់ឆ្នាំងអ៊ុតជាដើមដើម្បីការពារកម្ដៅកុំឲ្យឆ្លងមកដល់ដៃ 2. ការចម្លងកម្ដៅនៃអង្គធាតុរាវយើងធ្វើការពិសោធន៍ទៅចាក់ទឹកក្នុងបំពង់កែវមួយរួចចាក់អាល់កុលបន្ថែមពីលើអាល់កុលស្រាលជាងទឹកវាអណ្ដែតលើផ្ទៃទឹកបន្ទាប់មកយើងដុតវានឹងឈើគូសអាល់កុលនៅស្រទាប់ផ្ទៃខាងលើក៏ឆេះហើយតាម1ម៉ែត្រចង្អុលសីតុណ្ហភាពក្នុងទឹកឡើងយឺតបំផុតនេះបញ្ជាក់ថាទឹកជាអង្គធាតុមិនសូវចម្លងកម្ដៅជាក់ស្ដែងនៅក្នុងប្រទេសត្រជាក់ខ្លាំងនៅក្នុងសេសរដូវទឹកនៅបាតបឹងត្រពាំងបឹងបួរសមុទ្រជ្រៅមានសីតុណ្ហភាព4អង្សាសេទោះជាផ្នែកខាងលើជាផ្ទៃទឹកកកក៏ដោយដូច្នេះទើបមានសត្វមានជីវិតអាចរស់នៅក្រោមផ្ទៃទឹកបាន 3. ការចម្លងកម្ដៅនៃឧស្ម័នយើងធ្វើការពិសោធន៍ដោយសូកម្រាមដៃមួយចូលទៅក្នុងបំពង់កែវក្រាស់មួយរួចដុតបំពង់កែវនឹងអណ្ដាតភ្លៅចង្គៀងអាល់កុលឬប្រេងកាតក្រោយពីដុតបានមួយរយៈយើងអត់ដឹងម្រាមដៃនោះក្ដៅទេការនេះបញ្ជាក់ថាខ្យល់ជាឧស្ម័នមិនសូវចម្លងកម្ដៅដោយសារខ្យល់ជាឧស្ម័នមិនសូវចម្លងកម្ដៅគេអនុវត្តគោលការណ៍នេះក្នុងការធ្វើសម្លៀកបំពាក់អំពីរោមសត្វភួយទ្វារ2ជាន់ឥដ្ឋមានប្រហោងក្នុងស៊ុំប៉ាន់តែដបតែម៉ូសជាដើម